ប្រាសាទបុរាណដ៏អស្ចារ្យវិហារពុទ្ធសាសនាមហាយានបូរ៉ូប៊ូឌូចាវ៉ាប្រទេសឥណ្ឌូនេស៊ីជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099 639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ប្រាសាទ Borobudur នៅទីក្រុង Magelang កណ្ដាលកោះជ្វាប្រទេសឥណ្ឌូនេស៊ីគឺជាប្រាសាទពុទ្ធសាសនាមហាយាននៅសតវត្សទី8និងសតវត្សទី9ដ៏ធំសម្បើមដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលនៃរាជវង្ស Shailendra វាជាប្រាសាទព្រះពុទ្ធសាសនាធំជាងគេរបស់ពិភពលោកនិងជាវិមានព្រះពុទ្ធសាសនាដ៏អស្ចារ្យបំផុតមួយកន្លែងទាក់ទាញអ្នកទស្សនាច្រើនបំផុតតែមួយគត់របស់ប្រទេសឥណ្ឌូនេស៊ីវិមាននេះមានវេទិកាចំនួន9ការ៉េចំនួន6និងរង្វង់មូលចំនួន3ដែលស្ថិតនៅលើកំពូលដោយដំបូលកណ្ដាលប្រាសាទនេះសាងសង់ដោយថ្មជិត2លានហ្វីតគូប 55,000 ម៉ែត្រគូបប្រាសាទនេះមានបន្ទះសង្គ្រោះជិត700និងព្រះពុទ្ធបដិមាចំនួន504លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់គម្រោងជួសជុលដ៏ធំបំផុតនៅលើ Borobudur ត្រូវបានធ្វើឡើងរវាងឆ្នាំ1975និង1982ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងអង្គការ UNESCO បន្ទាប់មកវិមាននេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO អ្នកប្រាជ្ញខ្លះជឿថា Borobudur ពិតជាសៀវភៅពុទ្ធសាសនាដ៏ធំសម្បើមព្រោះចម្លាក់លៀនរបស់វាប្រាប់ពីដំណើរជីវិតរបស់ព្រះពុទ្ធនិងគោលការណ៍នៃការបង្រៀនរបស់ព្រះអង្គដើម្បីក្អានអ្នកធ្វើធម្មយាត្រាត្រូវតែធ្វើដំណើរតាមវេទិកាចំនួន9ហើយដើរលើចម្ងាយ2ម៉ាយស្មើនឹង 3.2 គីឡូម៉ែត្រពីគីប្រហែល40គីឡូម៉ែត្រ25ម៉ាយភាគ2នៃទីក្រុង Yogyakarta Borobudur ស្ថិតនៅក្នុងតំបន់ខ្ពស់មួយរវាងភ្នំភ្លើងភ្លុះ2គឺ Sandorasambeng និង Merbabu Merapi និងទន្លេ2គឺ Progo និង The Elo យោងតាមទេវកថាក្នុងតំបន់ដែលគេស្គាល់ថាជា Kidu Plains និងជាសួនឧទ្យានរបស់ Java កោះជ្វាដោយសារមានជីកសកម្មខ្ពស់បរិវេណប្រាសាទ Borobudur គឺជាពាក្យដែលប្រើប្រាស់ដោយ UNESCO World Heritage Design of the area with 3 Buddhist temples in Central Java, Indonesia ក្នុងអំឡុងពេលនៃការស្ដារឡើងវិញនៅដើមសតវត្សទី20វាត្រូវបានគេរកឃើញថាប្រាសាទពុទ្ធសាសនាចំនួន3នៅក្នុងតំបន់គឺ Borobudur, Pawan និង Mendut ត្រូវបានដាក់នៅតាមបណ្ដោយបន្ទាត់ត្រង់មួយវាអាចជារឿងចៃដន្យប៉ុន្តែការតម្រឹមរបស់ប្រាសាទគឺស្របនឹងរឿងនិទានជនជាតិដើមថាកាលពីយូរយារណាស់មកហើយមានផ្លូវក្រាលឥដ្ឋពី Borobudur ទៅ Mendut ដែលមានជញ្ជាំងទាំងសងខាងប្រាសាទទាំង3 Borobudur Pawan Mendut មានស្ថាបត្យកម្មនិងគ្រឿងលម្អស្រដៀងគ្នាដែលកើតចេញពីសម័យកាលដូចគ្នាដែលបង្ហាញថាទំនាក់ទំនងពិធីសាសនារវាងប្រាសាទទាំង3ដើម្បីបង្កើតឲ្យមានឯកភាពដ៏ពិសិដ្ឋត្រូវតែមានទោះបីជាដំណើរការធ្វើពិធីពិតប្រាកដមិនទាន់ដឹងក៏ដោយលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់មានសារមន្ទីរចំនួន2ដែលមានទីតាំងនៅក្នុងបរិវេណប្រាសាទ Borobudur គឺសារមន្ទីរ Kamalbenge និងសារមន្ទីរ Samudra Raksa តំបន់បុរាណវិទ្យាផ្សេងទៀតនៅក្នុងតំបន់ក្រៅពីប្រាសាទទាំង3នេះនៅមានប្រាសាទពុទ្ធសាសនានិងហិណ្ឌូជាច្រើនទៀតដែលរាយប៉ាយនៅក្នុងតំបន់ដំបូងបំផុតគឺប្រាសាទ Kanangwokher ឬ Kengal Hindu ដែលចុះកាលបរិច្ឆេទ732នៃគ្រិស្តសករាជយោងតាមសិលាចារឹក Kengal ដែលបានរកឃើញនៅក្នុងបរិវេណប្រាសាទស្ដេច Shivajaya បានចាត់តាំងទីជម្រក Shivalinga ដែលត្រូវបានសាងសង់នៅលើភ្នំ Wokher ដែលមានចម្ងាយត្រឹមតែ10គីឡូម៉ែត្រ 5.2 ម៉ាយភាគខាងកើតនៃ Borobudur ប្រាសាទ Ngewan ស្ថិតនៅខាងកើតប្រាសាទ Mendut ហើយប្រាសាទ Benon Hindu ស្ថិតនៅចម្ងាយរាប់រយម៉ែត្រខាងជើងប្រាសាទ Pawan ប្រាសាទ Banon គឺមិនអាចសាងសង់ឡើងវិញបានទេដោយសារថ្មជាច្រើនត្រូវបានបាត់ប៉ុន្តែរូបចម្លាក់ថ្មជាច្រើននៃព្រះហិណ្ឌូត្រូវបានគេរកឃើញក្នុងស្ថានភាពល្អនៅក្នុងតំបន់នេះសប្តាហ៍ថ្ងៃនេះរូបសំណាក Benon របស់ព្រះវិស្ណុព្រហ្មព្រះសិវៈនិង Ganesha ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិនៃប្រទេសឥណ្ឌូនេស៊ីទីក្រុងសាកាតាសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយ